ពោជាក្រសូមជូនរឿងនគរមាសភាគបញ្ចប់វេលាចុងក្រោយផុតយុគនេះត្រូវឃ្លាតអូនហើយប្រានត្រើយថែខ្លួនណាអូនៅពេលដែលពេជ្របានឃើញរាហុលត្រូវបានសម្ដេចជ័យពញាស្ដីបន្ទោសយ៉ាងនេះពេជ្រក៏បានទៅសួរនាំរាហុលតើរាហុលមានការអន់អន់ស្រពន់ចិត្តជាមួយនឹងសម្ដេចជ័យពញាដែរទេដែលសម្ដេចជ័យពញាស្ដីបន្ទោសឲ្យរាហុលបែបនេះតែរាហុលបានតបទៅពេជ្រវិញថាគេពុំដែលខឹងឬក៏អន់ចិត្តនឹងសម្ដេចជ័យពញានោះទេព្រោះគេក៏បានយល់ក៏ពិតទៅសម្ដេចជ័យពញាធ្វើបែបនេះព្រោះតែមិនចង់ឲ្យគេធ្វើអ្វីតាមតែចិត្តដោយមិនឆ្លងកាត់មេកៅនោះទេហើយម្យ៉ាងវាក៏ជាកំហុសរបស់រាហុលដែរដោយសារតែគេព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកភូមិទើបគេប្រញាប់ចេញទៅដោយមិនបានស្នើសុំការអនុញ្ញាតពីសម្ដេចចៅពញានៅពេលដែលឃើញរាហុលមានការចេះដឹងបែបនេះពេជ្រគេក៏សម្រេចចិត្តថានឹងប្រាប់ការពិតដល់រាហុលពេជ្របានសួរទៅរាហុលថាតើរាហុលនៅស្រឡាញ់និងគោរពពេជ្រដូចមុនដែរទេបើសិនជារាហុលដឹងថាឪពុកបង្កើតរបស់រាហុលមិនមែនជាពេជ្រនៅពេលដែលរាហុលឮបែបនេះគេក៏មានការឆ្ងល់ក្នុងចិត្តណាស់ហេតុអីបានជាពេជ្រនិយាយបែបនេះហើយរាហុលក៏បានតាប់ទៅពេជ្រថាបើសិនជាពេជ្រមិនមែនជាឪពុកបង្កើតរបស់គេគឺគេរឹតតែស្រឡាញ់និងគោរពពេជ្រទ្វេដងព្រោះបើសិនជាគេមិនមែនតែកូនបង្កើតរបស់ពេជ្រហើយពេជ្រនៅតែស្រឡាញ់ព្រានប្រដៅមើលថែបានយ៉ាងល្អយ៉ាងនេះបែបនេះគេគួរតែដឹងគុណពេជ្រនៅពេលនោះពេជ្រក៏សម្រេចចិត្តថាគេនឹងឲ្យរាហុលបានស្គាល់ឪពុកបង្កើតរបស់គេពេជ្របានប្រាប់ទៅរាហុលថាការពិតទៅគេមិនមែនជាឪពុកបង្កើតរបស់រាហុលនោះទេឪពុកបង្កើតរបស់រាហុលនោះគឺជារាមជាសម្ដេចចៅពញានៅពេលដែលលើកបែបនេះរាហុលពិតជាភ្ញាក់ផ្អើលខ្លាំងណាស់តើហេតុអីបានទៅជាបែបនេះឪពុកបង្កើតរបស់គេគឺជាសម្ដេចចៅពញានៅពេលនោះពេជ្រគេក៏បានរៀបរាប់រឿងរ៉ាវទាំងប៉ុន្មានដែលបានកើតឡើងរវាងអប្សរហើយនឹងរាមដែលធ្វើឲ្យពួកគេត្រូវប្រត់ប្រាស់គ្នាហើយធ្វើឲ្យអប្សរត្រូវឃ្លាតឆ្ងាយទៅបែបនេះហើយពេជ្រក៏បានប្រាប់ទៅរាហុលថាក៏ពិតទៅអប្សរម្ដាយរបស់រាហុលនៅមានជីវិតរស់នៅឡើយទេនាងបានរស់នៅភូមិដាច់ស្រយាលមួយដែលមានឈ្មោះថាភូមិស្ត្រីមេម៉ាយនៅពេលដែលបានលើកពេជ្ររៀបរាប់រឿងដែលបានកាត់ឡើងទាំងប៉ុន្មានរាហុលគេពិតជាអាណិតដល់ម្ដាយរបស់គេណាស់ដែលត្រូវរងទុក្ខរងការឈឺចាប់បែបនេះហើយត្រូវឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់ទៅរស់នៅដាច់ស្រយាលសែនឆ្ងាយប៉ុន្តែរាហុលគេយល់ហេតុផលគ្រប់យ៉ាងគេមិនបន្ទោសរាមនោះទេព្រោះគេដឹងថារាមក៏ប្រហែលជារងការឈឺចាប់ដូចគ្នានៅពេលដែលរាហុលបានដឹងថារាមជាឪពុកបង្កើតរបស់គេក៏បានស្កាត់ទៅជួបរាមហើយបានសួររាមត្រង់ថារាមគឺជាឪពុកបង្កើតរបស់គេមែនទេនៅពេលដែលឮរាហុលសួរបែបនេះរាមគេពិតជាមានអារម្មណ៍ក្តុកក្តៅក្នុងចិត្តខ្លាំងណាស់នៅពេលនេះកូនប្រុសរបស់គេបានដឹងថាគេជាឪពុកបង្កើតរបស់គេហើយរាហុលបានសួរទៅរាមថាតើរាមនៅចង់លាក់បាំងរឿងនេះដល់ពេលណាទៀតរាមបានប្រាប់ទៅរាហុលថាគេគ្មានបំណងចង់លាក់បាំងរឿងនេះនោះទេប៉ុន្តែគេពិតជាគ្មានភាពក្លាហានគេពិតជាខ្មាស់នឹងខ្លួនឯងណាស់ដែលគេមិនដែលបានបំពេញតួនាទីជាឪពុកគេគឺជាឪពុកម្នាក់ដែលមិនបានការរាហុលបានប្រាប់ទៅរាមថាសូមឲ្យរាមបំភ្លេចចោលរឿងអតីតកាលទាំងឡាយគេពិតជាមានមោទនភាពខ្លាំងណាស់
នៅពេលដែលដឹងថាគេមានរៀមជាឪពុកបង្កើតជាវីរបុរសដ៏ក្លាហានជាវីរបុរសដ៏ពូកែគេមិនបន្ទោសរៀមនោះទេនៅពេលដែលបានដឹងថាអប្សរជាម្ដាយនាងនៅមានជីវិតរស់រាហុលក៏ប្រញាប់ប្រញាល់ដើម្បីចេញទៅស្វែងរកម្ដាយរបស់គេនៅទីបំផុតរាហុលក៏រកអប្សរឃើញនៅពេលដែលអប្សរបានឃើញរាហុលហើយបានដឹងថានេះគឺជារាហុលជាកូនប្រុសរបស់នាងជាកូនប្រុសដ៏ជាទីស្រឡាញ់របស់នាងដែលនាងតែងតែទន្ទឹងរង់ចាំចង់ឃើញគេនៅពេលនេះគេបានមករកនាងហើយអប្សរនាងពិតជារំភើបចិត្តខ្លាំងណាស់ចំណែកឯរាហុលគេក៏រំភើបចិត្តខ្លាំងណាស់ដែរមួយជីវិតគេនេះគេពុំដែលស្រមៃគិតថានឹងមានថ្ងៃបានជួបម្ដាយគេនោះទេអប្សរនាងសុំទោសទៅកាន់រាហុលដែលនាងជាម្ដាយប៉ុន្តែនាងមិនអាចមើលថានឹងផ្ដល់ក្តីស្រឡាញ់ដល់កក់ក្ដៅដល់កូនជាទីស្រឡាញ់របស់នាងប្រាប់តែរាហុលថានាងបន់ស្រន់ទាំងយប់ទាំងថ្ងៃសូមត្រឹមជួបមុខកូនតែម្ដងក្នុងជីវិតក៏នាងអស់ចិត្តដែរតែរាហុលបានប្រាប់ទៅកាន់អប្សរថាគេពុំដែលខឹងឬអន់ចិត្តចំពោះអប្សរនោះទេនៅពេលដែលគេបានដឹងរឿងគ្រប់យ៉ាងគេពិតជាអាណិតដល់ម្ដាយរបស់គេណាស់តែម្ដាយរបស់គេរងទុក្ខនឹងឯកាប៉ុណ្ណាទៅអំឡុងពេលដែលរាហុលស្នាក់នៅជាមួយអប្សរពេលនោះពួកគេក៏ទទួលបានសារពីសម្ដេចចៅពញាក្នុងសារនោះបាននិយាយថាបន្ទាប់ពីព្រះនគរទទួលបានសុខសន្តិភាពគ្រប់ទីកន្លែងមរណភាពរបស់សម្ដេចចៅពញានរៈពង្សគឺជាការបាត់បង់ដ៏ធំធេងដោយយោងទៅតាមស្នាដៃនិងភក្តីភាពចំពោះព្រះនគររបស់ពេជ្រហើយនិងរាហុលព្រះរាជាបានតែងតាំងរាហុលជាស្ដេចត្រាញ់ដើម្បីមើលការខុសត្រូវនៅភូមិភាគកណ្ដាលចំណែកឯលោកមេកងពេជ្រត្រូវបានតែងតាំងជាសម្ដេចចៅពញាថ្មីនៅអាណាខេត្តថ្មីនៅពេលដែលពួកគេបានលើកដំណឹងនេះម្នាក់ពិតជារំភើបនិងសប្បាយរីករាយខ្លាំងណាស់បន្ទាប់ពីអ្វីៗគ្រប់យ៉ាងបានល្អប្រសើរឡើងវិញនៅពេលនេះក្រវ៉ាន់ហើយនិងពេជ្រគេក៏បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍និងកសាងជីវិតជាប្តីប្រពន្ធនឹងគ្នាអប្សរបានផ្ដែផ្ដាំទៅកាន់ពេជ្រថាពេជ្រត្រូវសន្យាថាមើលថែក្រវ៉ាន់ឲ្យបានល្អបំផុតនៅពេលនេះក្រវ៉ាន់និងពេជ្រពិតជាមានសេចក្តីសុខខ្លាំងណាស់នៅពេលនោះដែរគេក៏ឃើញរៀមបង្ហាញមុខឡើងដើម្បីមកចូលរួមពិធីនិងអបអរដល់ក្រវ៉ាន់ហើយនិងពេជ្រក្នុងរាត្រីនោះគេទាំងអស់គ្នាព្រមទាំងអ្នកភូមិបានរាំលេងយ៉ាងសប្បាយបន្ទាប់ពីពិធីបានបញ្ចប់ទៅអ្វីគ្រប់យ៉ាងប្រែក្លាយជាស្រស់បំព្រងម្នាក់ពោពេញដោយសេចក្តីសុខចំណែកឯរៀមហើយនិងអប្សរនៅពេលនេះពួកគេនៅមិនទាន់ដាច់ស្រឡះនឹងគ្នាឡើយនោះទេអប្សរនៅតែប្រកាន់ចិត្តថាគេនឹងរៀមប្រហែលជាមិនអាចមានថ្ងៃនឹងត្រូវត្រឡប់មករស់នៅរួមរស់ជាមួយគ្នាវិញនោះទេរៀមបានសុំស្រឡាញ់អប្សរជាលើកទី2គេបានប្រាប់ទៅអប្សរថាគេពុំដែលមានមនោសញ្ចេតនាជាមួយនឹងជំទាវអមរាទេវីនោះទេ16ឆ្នាំដែលគេរស់នៅជាប្តីប្រពន្ធក៏គេពុំដែលរួមរស់ជាមួយគ្នាឡើយហើយនៅពេលនេះជំទាវអមរាទេវីនាងក៏ព្រមដោះលែងរៀមព្រមឲ្យរៀមមករកអប្សរមករួមរស់សាងជីវិតជាមួយនឹងអប្សរព្រោះនាងចង់ឃើញរៀមរស់នៅប្រកបដោយសេចក្តីសុខពិតប្រាកដចំណែកឯទំនាក់ទំនងរបស់ជំទាវអមរាទេវីហើយនឹងរៀមគេនៅតែស្រឡាញ់រាប់អានគ្នាធម្មតានៅពេលដែលអប្សរលើបែបនេះនាង
ក៏ស្ងប់ក្នុងចិត្តហើយព្រមបើកចិត្តទទួលយករៀមនៅទីបញ្ចប់ពួកគេក៏អាចរស់នៅជួបជុំគ្នាដោយសេចក្តីសុខ